សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់មកនិយាយពាក់ព័ន្ធជាមួយនឹងគួរចាយលុយជាមួយ K-pop ឬក៏ចាយលុយជាមួយតារាខ្មែរយើងល្អជាងខ្ញុំគិតថាចាយមួយតារាខ្មែរយើងល្អជាងខ្ញុំគិតថាចាយមួយ K-pop ដូចល្អដែរវាល្អទាំងពីរដោយសារតែមួយថ្ងៃហ្នឹងផ្ទុះអារឿងនេះប្រែកអ្នកគាត់និយាយពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនមួយគាត់ក្នុងស្រុកគាត់សុខចិត្តជួយតារានៅក្នុងស្រុកជាងចំណាយលុយទៅជួលតារាក្រៅមកអត់មានបានចំណូលចូលក្នុងស្រុកទេទាំងដែលជួយទៅតារាប្រទេសគេទេរាប់លានដុល្លារមិនមែនក្រុមហ៊ុនហ្នឹងគឺគាត់អត់មានលទ្ធភាពជួលទេតែគាត់ចង់ជួយដល់តារាចាស់ក្នុងស្រុកឬក៏តារាខ្មែរយើងឲ្យបានចំណូលជាងនាំអ្នកក្រៅមកតែពិតខ្ញុំគិតថាគាត់និយាយហ្នឹងក៏អត់ខុសអីណាដែរហើយក៏វាមិនថាមិនត្រូវ 100% ដែរក៏ខ្ញុំគិតថា fan K-pop គឺគេវាយប្រហារមិនស្អីគេខឹងថាប៉ះរឿង K-pop គេថាភាគច្រើនយើងនិយាយរឿងតារាក្រៅប្រទេសធម្មតាគេគិតតែរឿង K-pop តែប៉ះតែ K-pop ដូចតារាដូចfan ដូច Justin Bieber ដូចស្អីផ្សេងពួកខាងប៉ៃអឺរ៉ុបដូចអត់មានដែរនិយាយពីចិនតែប៉ះទៅយើងនិយាយរឿងតារាក្រៅស្រុកគឺ K-pop ហ្មងហើយខ្ញុំគិតថាទាំងពីរមានអត់ជាបញ្ហាទាំងពីរដោយសារតែយើងគិតទៅមានអ្នកផុសដែរពាក់ព័ន្ធជាមួយនឹងខាង K-pop ហ្នឹងតើនៅពេលដែលតារា K-pop ចូលទៅសម្ដែងនៅក្នុងប្រទេសណាមួយចំណូលរាប់បានទៅលើគេខ្លះខ្ញុំគិតថាគាត់និយាយក៏ទៅដែរទោះបី K-pop ចូលមកស្រុកខ្មែរចំណូលក៏ចូលមកស្រុកខ្មែរដែរមិនមែនចំណូលចូលទៅតារា K-pop ហ្នឹងតែមួយទេដូចជាថ្លៃសវត្ថយន្តហោះចូលមកការស្នាក់នៅការធ្វើដំណើរការហូបចុកហើយក៏អាចជ្រៀតអាវប្បធម៌ខ្មែរយើងចូលទៅក្នុងហ្នឹងមើលម្ហូបអាហារក៏ម្ហូបអាហារនៅខ្មែរគេមិនអាចទៅម្ហូបអាហារក្រៅគឺម្ហូបអាហារនៅខ្មែរគឺចំណូលចូលខ្មែរធ្វើដំណើរនៅខ្មែរគឺចំណូលចូលខ្មែរស្នាក់នៅខ្មែរគឺចំណូលចូលខ្មែរហើយនៅពេលដែលពេលខ្លះគាត់មកទិញកៅអៅទិញគ្រឿងអីផ្សេងក៏ចំណូលចូលខ្មែរពេលខ្លះគាត់មកមិនប្រកាសថាគាត់មកតែមួយថ្ងៃណាពេលខ្លះគាត់អាចទៅមើលអីផ្សេងដូចជាប្រាសាទយើងឬក៏យើងអាចវប្បធម៌យើងក៏មានដាក់ចូលទៅក្នុងហ្នឹងដែរឲ្យគេស្គាល់ខ្មែរពេលខ្លះគាត់ឧទាហរណ៍គាត់អត់ស្គាល់ខ្មែរទេតែនៅពេលដែលមាន K-pop មកហ្នឹងគាត់គឺមកតាម idol គាត់ទេតែគាត់ដឹងថាអូមកប្រទេសខ្មែរកម្ពុជាអញ្ចឹងគាត់ក៏បានទទួលដឹង at least ដឹងថាខ្មែរមានចេះគាត់ជិះមកឃើញចេះថ្ងៃក្រោយគាត់អាចនឹងមានអារម្មណ៍ចង់មកលេងតែទូទៅអត់ក៏គាត់មកត្រូវតែនៅមានការចំណាយនៅលើស្រុកខ្មែរយើងមិនមែនមកគាត់ហោះមកស្ដាប់តែចម្រៀងហោះមកស្ដាប់ចម្រៀងហើយហោះទៅវិញទេវាអត់អាចទេអញ្ចឹងចំណូលវាតែងតែចូលមកស្រុកខ្មែរតែនេះព្រៃក៏គាត់និយាយអត់ខុសដែរនៅពេលដែលយើងចាយលុយទៅតារាខ្មែរយើងវាចំណូលគឺចូលទៅគាត់មកអត់មានចូលទៅតារាប្រទេសគេហើយយើងពាក់ព័ន្ធជាមួយការហូបចុកការធ្វើដំណើរការអីក៏នៅក្នុងស្រុកយើងដែរអញ្ចឹងចំណូលគឺវានៅក្នុងស្រុកយើងទាំងអស់តែសួរថាម៉េចអាហ្នឹងវាមានតាក់ទាញភ្ញៀវទេសចរមកពីខាងក្រៅទេដោយសារតើយើងមិនមែនទៅបន្ទោប្រអាប់អីតែតារាយើងវាអត់ទាន់ដល់លំដាប់អន្តរជាតិច្រើនអ្នកវាមានតែមួយចំនួនតូចទេដូចបាត់តាដូចអីចឹងទៅអាចធ្លាយដល់អន្តរជាតិតែក៏វាមិនមែនធំខ្លាំងណាដែរគាត់ធំតែវាមិនមែនធំពេកដល់ថ្នាក់តារាកូរ៉េអញ្ចឹងនៅពេលដែលគាត់មកមិនមែនមានតែ fan ជាជនជាតិកូរ៉េទេមានសឹងតែថាមកអាស៊ានហ្នឹងគឺមកទាំងអស់អាចមានមកពីប្រទេសផ្សេងទៀតដែលគាត់ fan អញ្ចឹងគឺគាត់មកតាម idol គាត់ហោះមកដល់ប្រទេសយើងចាយលុយនៅប្រទេសយើងគាត់អាចនឹងស្គាល់វប្បធម៌ពីប្រទេសយើងអញ្ចឹងកំណត់ពីថាគួរ K-pop ឬក៏គួរចាយលុយទៅតារាខ្មែរខ្ញុំគិតថាទាំងពីរបើយើងមានលទ្ធភាពជួយតារាខ្មែរផងយើងជួយខ្មែរផងយើងហើយក៏យើងអត់មានបោះបង់ចោលថាយើងអូបិទតែត្រូវតែធ្វើមិនខ្មែរសុទ្ធយើងក៏អាចធម្មតាវាមានទៅមានមកហើយយើងអាចជួលតារាប្រទេសគេមកមួយចំនួនហើយយើងក៏មិនអាចទៅប្រទេសគេសុទ្ធដែរយើងក៏ត្រូវជួយខ្មែរយើងដែរអញ្ចឹងខ្ញុំគិតថារឿងបញ្ចប់ត្រឹមហ្នឹងទេវាអត់មានអីវែងឆ្ងាយទេគ្រាន់តែរឿងថាគួរចាយលុយឬមិនគួរតែដូចខ្ញុំថាអញ្ចឹងអត់មានប៉ះ
fan nè xây cứ ọt đi fan K-pop cứ gọt ở miền Man sầm đáy tới theo fan K-pop ấy thế ta cứ gọt trên máu bộ sẽ của mình tất cả trở nên đen yeah nhóm đi chỉ miền tập năng thế ọt miền ấy thế chạy chạy khi nên ở với tao khỏi đi yeah bye